ថ្ងៃនេះធ្លាក់ព្រិលទីហើយបងប្អូនអើយនិយាយថាឲ្យតែមិនចាក់ម្ដងគឺថាឃ្លីនញ៉ាំផ្អែមហ្មងបងប្អូនជាពិសេសនេះគឺថាចេកអាំងតែម្ដងហើយមើលនៅក្រៅផ្ទះបងនេះខ្ញុំមកបងប្អូនហើយមិនដឹងត្រូវថ្ងៃហាលនៅណាទេហើយសិតតែតកបែបហ្នឹងអញ្ចឹងចាចឹងហើយគឺមានតែដាក់ហាលនៅក្នុងម៉ាស៊ីនកម្ដៅបងប្អូនអូវ៉ាន់ចាហើយអូវ៉ាន់ហ្នឹងគឺថាមានអាំងផងកម្ដៅផងជាដំបូងនេះខ្ញុំយកចេកចាយកទៅហាលនៅក្នុងអូវ៉ាន់សិនហើយឥឡូវហ្នឹងគឺនេះខ្ញុំយកกระดาษអាលុយមីញ៉ូមទៅស្រោបនៅលើចង្កាក់ដើម្បីនៅពេលដែលយើងអាំងទៅកុំឲ្យវាខ្លោចចង្កាក់ហ្នឹងចាឥឡូវនេះខ្ញុំមកធ្វើសូសសម្រាប់លាបនៅលើចេកអាំងហ្នឹងហើយចំពោះសូសហ្នឹងគឺអត់មានអីច្រើនទេបងប្អូនមានតែខ្ទិះដូងហើយនេះខ្ញុំលាយជាមួយនឹងស្ករអំពៅហ្នឹង2ស្លាបព្រាបាយហើយជាមួយនឹងម្សៅពោតនឹងបន្តិចឬក៏ម្សៅអង្គក៏បានដែរយើងលាយបែបហ្នឹងគឺដើម្បីឲ្យស៊ុសរបស់យើងវាឡើងខាប់បានល្អហើយនេះខ្ញុំបន្ថែមជាមួយនឹងចាស្លឹកខ្ទឹមដាក់ច្រើនគាត់ឲ្យឈ្ងុយបងប្អូនហើយចានេះខ្ញុំក៏អត់ភ្លេចដែរជាមួយនឹងទឹកដោះគោខាប់បងប្អូនលាយជាមួយនឹងទឹកដោះគោខាប់គឺធ្វើឲ្យស៊ុសរបស់បងប្អូនគឺឈ្ងុយខ្លាំងហើយបងប្អូនកុំភ្លេចលាយជាមួយនឹងថែមជាមួយនឹងអំបិលបន្តិចផងចាដើម្បីឲ្យទឹកស៊ុសរបស់យើងគឺវារៀងដិតបានល្អចានៅពេលដែលចេកនឹងរៀងបានឡើងស្ងួតល្អហើយគឺនេះខ្ញុំយកទៅដំវាឲ្យរៀងតប៉ែតហើយនេះខ្ញុំលាយចាលាបស៊ុសនឹងនៅលើចេកហើយបន្តមកទៀតគឺនេះខ្ញុំយកទៅអាំងនៅក្នុង air fry បងប្អូនធ្វើបែបនេះគឺថាអូយនិយាយថាចេកឆ្ងាញ់ខ្លាំងបងប្អូនសាច់ខាងក្នុងទន់ហើយខាងក្រៅវិញគឺស្រួយដូចលក្ខណៈថាវាមានស្រួយដូចចេកចៀននេះណាស្រួយរៀងតិចចឹងហើយឆ្ងាញ់ខ្លាំងបងប្អូនកុំភ្លេចសាកល្បងធ្វើបែបនេះអាំងជាមួយនឹង air fry បងប្អូនឆ្ងាញ់ខ្លាំងហើយបើសិនជាបងប្អូនយកទៅអាំងជាមួយនឹងខ្ជូងនិយាយទៅវាម្នាក់មួយបែបទេបងប្អូនខ្ជូងវាបែបផ្សេងប៉ុន្តែអត់ស្រួយនៅខាងលើផ្ទៃខាងលើឯប៉ុន្តែបើសិនជាបងប្អូនប្រើជាមួយនឹងយកទៅអាំងជាមួយនឹងក្នុង air fry អូយបងប្អូនធានាឲ្យថាអ្នកដែលចូលចិត្តបៀបលក្ខណៈញ៉ាំរៀងស្រួយតិចអូយបងប្អូនឲ្យធ្វើបែបហ្នឹងគឺថាឆ្ងាញ់ខ្លាំងមែនទែនហើយចំពោះបងប្អូនដែលគាត់នៅរស់នៅស្រុកក្រៅហើយមិនតិចមិនអីអញ្ចឹងបងប្អូនឲ្យធ្វើបែបហ្នឹងទៅតាធានាឲ្យថាឆ្ងាញ់តែម្ដងហើយកុំភ្លេចចាខមមិនប្រាប់នាងខ្ញុំផងបើសិនជាបងប្អូនធ្វើបែបនេះដូចនាងខ្ញុំចាហើយម្យ៉ាងទៀតហ្នឹងគឺនាងខ្ញុំចិត្តជាដុំហើយនាងខ្ញុំស្រោចទឹកខ្ទិះនឹងនៅលើញ៉ាំបែបហ្នឹងអញ្ចឹងក៏ឆ្ងាញ់ដែរចាយើងយកទៅអាំងនៅក្នុង air fry សិនទៅយើងលាបឲ្យរៀងលាបជាមួយនឹងសូសហ្នឹងហើយយើងដាក់អាំងហើយតើមកយើងកាត់វាជាដុំទៅហើយយើងស្រោចញ៉ាំជាមួយនឹងទឹកសូសបែបហ្នឹងអូយឆ្ងាញ់ដូចគ្នាបងប្អូនហើយចាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបាយបាយ